សួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel រៀនភាសាចិន TSA Class ចា៎បើអ្នកទាំងអស់គ្នាចូលចិត្តនៅការបង្រៀនរបស់ខ្ញុំសូមជួយ share វីដេអូរបស់ខ្ញុំផងអរគុណចា៎មេរៀនថ្ងៃនេះយើងរៀនអំពីពាក្យសំណួរខ្លីៗដែលយើងសួរបញ្ជាក់នៅអ្វីមួយដែលយើងច្រើនប្រើនៅចុងប្រយោគចាឥឡូវយើងមកសិក្សាទាំងអស់គ្នាថាតើមានពាក្យអ្វីខ្លះ是吗是吗មែនឬ对吗对吗ត្រូវទេ好吗好吗បានទេ可以吗可以吗អាចទេឬក៏បានទេ行吗行吗បានទេចាធម្មតា3ពាក្យនេះហៅម៉ាខើយម៉ាស៊ីងម៉ា3ហ្នឹងយើងអាចប្រើជំនួសគ្នាបានវាមានន័យប្រហាក់ប្រហែលគ្នាខាងនេះជាឧទាហរណ៍ខ្លះ他是你哥哥是吗他是你哥哥是吗គាត់គឺជាបងប្រុសអ្នកមែនឬគាត់ជាបងប្រុសអ្នកមែនឬ这个是我的对吗这个是我的对吗这个មួយនេះ是គឺជា我的របស់ខ្ញុំ对吗ត្រូវទេ这个是我的对吗តើនេះជារបស់ខ្ញុំត្រូវទេ你帮我一下好吗你帮我一下好吗អ្នកជួយប៉ាងហ្នឹងគឺជួយ我ខ្ញុំ一下មួយផ្លែ好吗បានទេ你帮我一下好吗តើអ្នកជួយខ្ញុំបន្តិចបានទេឬក៏តើអ្នកជួយខ្ញុំមួយផ្លែបានទេ你替我买一本书可以吗你替我买一本书可以吗អ្នកធីនឹងជំនួស我ខ្ញុំម៉ាយទិញ一本书សៀវភៅមួយក្បាល可以吗បានទេ你替我买一本书可以吗តើអ្នកជួយទិញសៀវភៅឲ្យខ្ញុំមួយក្បាលបានទេ我借你手机用一下行吗我借你手机用一下行吗ខ្ញុំជាខ្ចី你អ្នក手机ទូរស័ព្ទដៃ用ប្រើ一下មួយផ្លែត行吗បានទេ我借你手机用一下行吗តើឲ្យខ្ញុំខ្ចីទូរស័ព្ទអ្នកបន្តិចបានទេចាមេរៀនរបស់យើងថ្ងៃនេះសូមសម្រាប់ត្រឹមប៉ុណ្្នឹងសិនយើងនឹងជួបគ្នានៅវីដេអូលើកក្រោយទៀតសូមអរគុណជូនពរសុខភាពល្អជម្រាបលាចៃជៀន